ចាប់ផ្ដើមភាគទី5ឡើងដែល Mr. Steel គាត់កំពុងតែបញ្យល់អំពីការប្រណាំង Steel បុរាណរបស់គាត់ហើយក៏បានឆ្លៀតប្រម៉ូទថាក្នុងអាទិភ្លើងគឺមានអីហូបផងដែរសម្រាប់អ្នកដែលគាត់ឈរមើលការប្រកួតហើយយើងក៏ដឹងទៀតថាការប្រកួតនឹងចាប់ផ្ដើមនៅពេលដែលកំជ្រួចគឺបាញ់ឡើងលើហើយ Mr. Steel ក៏បញ្យល់ថាការជិះពី San Diego ទៅឯទីក្រុង New York នឹងគឺមាន9ដំណាក់កាលដែលដំណាក់កាលគេហៅថា stage ហើយ stage ដំបូងព្រះអង្គគឺនៅឯព្រះវិហារកាតូលិកដែលមានចម្ងាយ 15000 ម៉ែត្រហើយសម្រាប់អ្នកដែលឈ្នះ stage លើកដំបូងគឺនឹងទទួលបាន $10000 និងការបន្ថែមពេលវេលាចំនួន1ម៉ោងមានន័យថាបើសិនជាយើងនៅចំណាត់ថ្នាក់លេខ2ហើយយើងនៅឆ្ងាយជាងអ្នកលេខ1នឹងកន្លះម៉ោងឬក៏តិចជាង1ម៉ោងចឹងមានន័យថាយើងគឺជាអ្នកឈ្នះដែលការបូក1ម៉ោង bonus ហ្នឹងគឺវាមានប្រយោជន៍នៅពេលដែលពាក់កណ្ដាលការប្រកួតឬក៏ប្រកួតចិត្តផ្ដាច់ព្រាត់ Mr. Steel គាត់ក៏និយាយថាប៉ុន្តែការប្រកួតនេះគឺវាមានរយៈពេលជាង2ខែណោះចឹងហើយគឺមានតែពឹងលើសេះទេថាវាអាចទ្រាំបានដល់2ខែហ្នឹងកំឡុងពេល Mr. Steel កំពុងនិយាយស្រាប់តែមានបរិសម្នាក់បោកសេះចេញមកមុនគេបានយ៉ាងលឿនហើយអ្នកមើលក៏បានព្យាយាមស៊ូមមើលលេខសេះរបស់គាត់ដែលយើងឃើញថានោះគឺជា Jairo Jepeli ដែលបានហក់ចេញពីសេះមុនគេបំផុតតែលឿនជាងអ្នកដទៃផ្សេងទៀតហើយ MC ក៏សរសើរទៅលើ Jairo ដែរដោយសារតែសេះរបស់គាត់គឺពិតជាលឿនខ្លាំងមែនទែនហើយដោយសារតែឃើញ Jairo លឿនខ្លាំងពេកប៉ុន្តែ Mr. Steel គឺអត់ស្គាល់ទេដែលឆ្ងល់ថាបរិសម្នាក់នេះជាណាគេហើយ manager គាត់ក៏និយាយថាអត់ដឹងដែរព្រោះថាអត់មានកត់ត្រាទុកទេបន្តែអាប៉ែកនឹងប្រហែលជា cowboy អីហើយយើងក៏ឃើញ Johnny កំពុងតែនិយាយក្នុងចិត្តថា Jairo នឹងនៅតែបន្ថែមល្បឿនតែគាត់កំពុងតែព្យាយាមឆាចនៅកន្លែងហ្នឹងមកមែន Johnny ក៏បាននិយាយអំពីសេះ Jairo ផងដែរដែលវាជាសេះមួយដែលមកពីប្រទេសអូស្ត្រាលីហើយខ្លាំងមែនទែនហើយវាជាសេះដែលស្ដាប់ម្ចាស់ផងដែរកំពុងគិតក្នុងចិត្តបណ្ដានិងប្រណាំងបណ្ដាJohnny បានគៀសេះអ្នកដតីទៀតតែធ្វើឲ្យវាដួលប្រផាប់ប្រពេញពេញហ្នឹងហើយJohnnyគឺនៅតែបន្តទៅមុខទៀតហើយទោះបីជាដួលអញ្ចឹងក៏ដោយក៏ MC និយាយថាវាគឺអត់ខុសច្បាប់ទេតែវាមើលទៅគឺកាន់តែដូចការប្រណាំងសេះហើយ MC បានប្រកាសថាមានបរិសម្នាក់គឺចិត្តដល់Jairoហើយតែបរិសនោះគឺ Diego Brando ដែលជាព្រះរាជបុត្រនៅប្រទេសអង់គ្លេសដែលជាអ្នកប្រណាំងសេះដ៏ល្អបំផុតប្រចាំពិភពលោកហើយក៏មានបរិសម្នាក់ដែលគាត់ជិះអូតដែលមើលទៅចម្លែកមែនទែនហើយគាត់បានជិះគៀកទៅគៀJohnnyដែលបរិសមានឈ្មោះថា Adolf ដែលការគៀរបស់បរិសម្នាក់នេះគឺធ្វើឲ្យJairoគឺមានការលំបាកខ្លាំងមែនទែនក្នុងការគ្រប់គ្រងសេះរបស់គាត់ដែលកំពុងតែដេញបុកJohnnyនឹង MC ក៏ស្រែកថាសត្វអូតដែលកំពុងរត់នេះគឺមានទម្ងន់នឹងគីឡូខ្លាំងជាងសេះធម្មតាឡើង 1.5 ដងដែលកម្លាំងជើងរបស់វាគឺស្មើនឹងសេះកម្លាំងពេញមួយក្បាលនោះដោយសារតែត្រូវ Adolf គៀរហូតដែលធ្វើឲ្យ Diego មានឱកាសវ៉ាដាច់មុខJairoហើយJairoឃើញដូចនេះក៏បានទាញ Steel Ball របស់ខ្លួនគប់ទៅខាងមុខដែលពេលនោះគឺមានតែ Johnny ទេដែលគាត់ចាប់អារម្មណ៍រីឯ Adolf វិញគឺគាត់គិតតែអំពីការគៀលើJairoដែលគាត់អត់បានដឹងទេថា Johnny បានដាក់អន្ទាក់ដែលធ្វើឲ្យអូនរបស់គាត់គឺទៅបុកដើមដំបងយ៉ាហើយការបុកដើមដំបងយ៉ាងគឺដោយសារតែមានតួដីមួយដែលវាបាំងចិត្តឲ្យគាត់នឹងគឺមើលឃើញហើយAdolfក៏បានដួលពីក្នុងអូនរបស់គាត់ហើយJairoក៏បានជិះបន្តទៅមុខទៀតដែល Johnny តាមមកពីក្រោយនឹងក៏បានឃើញថាកន្លែងតួដែលមានដើមដំបងយ៉ាដើមអីហ្នឹងគឺក្រោមហ្នឹងគឺមាន Steel Ball របស់Jairo កំពុងតែបង្វិលតែវាគឺបង្វិលអត់ឈប់ទេហើយវាក៏បានហោទដៃJohnny វិញហើយ MC ក៏ស្រែកប្រកាសថា Adolf គឺត្រូវបានដកចេញហើយដោយសារតែការដួលរបស់គាត់Johnny គាត់ក៏ឆ្ងល់ហើយសួរខ្លួនឯងថាតើវាមានរឿងអ្វីហ្នឹងតើវាគឺជា Steel Ball នោះទៀតហើយមែនទេហេតុអីបើជាគាត់ធ្វើវាបានដូចនេះតើគាត់បានរៀបអន្ទាក់ទាំងអស់នេះដើម្បីចាប់លើ Adolf មែនទេហើយ Johnny ក៏បញ្យល់អំពីរបៀបដែលJairoធ្វើឲ្យ Adolf ធ្លាក់ដែរគាត់បានប្រើ Steel Ball របស់គាត់ហ្នឹងគឺគប់វាទៅលើដីខ្សាច់ដែលធ្វើឲ្យដីខ្សាច់ហ្នឹងគឺវាប៉ើងចេញជាខ្យល់ដែលមើលអត់ឃើញតែហើយJairoក៏និយាយថាទោះជាមានរឿងអីក៏ដោយគឺគាត់នឹងឈ្នះការប្រកួតមួយនេះគាត់នឹងយកការឈ្នះមួយនេះហើយជាពិសេសនោះគឺការបន្ថែម bonus នឹងឯង